តាអ្នកយល់ដូចមិនដេចប្រសិនបើរាល់ការសម្រេចចិត្តនីមួយៗដែលអ្នកធ្វើឡើងបានបង្កើតចក្រវាឡថ្មីមួយផ្សេងទៀតចក្រវាឡដែលអ្នកមានការងារផ្សេងពីការងារក្នុងចក្រវាឡមួយនេះចក្រវាឡដែលអ្នកមិនបានមកមើលវីដេអូមួយនេះឬចក្រវាឡដែលអ្នកជាប្រធានាធិបតីឬនាយករដ្ឋមន្ត្រីស្ដាប់ទៅប្រៀបដូចជារឿងព្រេងនិទានប្រឌិតវិទ្យាសាស្ត្រមែនទេប៉ុន្តែតាមការពិតការគិតបែបនេះកើតចេញពីរូបវិទ្យាដ៏ពិតប្រាកដនៃវិទ្យាសាស្ត្ររបស់យើងជាពិសេសគឺរូបវិទ្យាកង់ទិចនេះឯងនៅថ្ងៃនេះយើងនឹងមកស្វែងយល់ទាំងអស់គ្នាថាតើអ្វីទៅជាចក្រវាឡហើយតើគំនិតអំពីចក្រវាឡនេះកើតចេញពីណាហើយតើរូបវិទ្យាកង់ទិចនេះមានទំនាក់ទំនងអ្វីទៅនឹងចក្រវាឡរបស់យើងមុននឹងយើងត្រូវយល់អំពីចក្រវាឡដំបូងយើងចាំបាច់ត្រូវយល់ថាអ្វីទៅជារូបវិទ្យាកង់ទិចជាមុនសិនរូបវិទ្យាកង់ទិចជាវិទ្យាសាស្ត្រសិក្សាអំពីរូបធាតុដ៏សែនតូចគឺតូចជាងអាតូមទៅទៀតនៅក្នុងបរិស្ថានលំហនៃធាតុតូចៗទាំងនេះពួកវាមានសកម្មភាពចម្លែកដែលយើងពិបាកនឹងយល់បានភាគល្អិតដ៏តូចៗទាំងនេះអាចបង្ហាញខ្លួននៅទីតាំងពីរផ្សេងគ្នាក្នុងពេលតែមួយវាមានចលនាដូចជារលកផងនិងដូចជាក្របភាគល្អិតផងវាកែប្រែសកម្មភាពនៅពេលយើងចាប់ផ្ដើមអង្កេតមើលវាការលើកឡើងទាំងនេះមិនមែនជាការសង្ស័យឬការសន្និដ្ឋាននោះទេប៉ុន្តែភាពចម្លែកទាំងនេះត្រូវបានគេធ្វើតេស្តម្ដងហើយម្ដងទៀតរាប់មិនអស់ហើយលទ្ធផលគឺនៅតែដដែលភាពចម្លែកជាងគេមួយនៅក្នុងរូបវិទ្យាកង់ទិចនេះគឺជាភាសាអង់គ្លេសហៅថា superposition ដែលសំដៅទៅលើភាពចម្លែកដែលភាគល្អិតតូចៗទាំងនេះអាចបង្ហាញខ្លួននៅក្នុងស្ថានភាពឬទីកន្លែងច្រើនផ្សេងគ្នាក្នុងពេលតែមួយនៅក្នុងពិភពនៃរូបវិទ្យាកង់ទិចភាគល្អិតតូចៗមិនមែនបង្ហាញខ្លួនក្នុងស្ថានភាពតែមួយនោះទេផ្ទុយទៅវិញពួកវាអាចបង្ហាញខ្លួនក្នុងស្ថានភាពជាច្រើនក្នុងពេលតែមួយឧទាហរណ៍ដ៏ល្បីមួយត្រូវបានគេស្គាល់ថាសត្វឆ្មារបស់ Schrödinger សាកស្រមៃថាយើងមានឆ្មាមួយក្នុងប្រអប់បិទជិតក្នុងប្រអប់នេះយើងក៏មានដាក់ឧបករណ៍កង់ទិចមួយជាមួយសត្វឆ្មាឧបករណ៍នេះមានផ្ទុកធាតុពុលហើយអាចមានលក្ខខណ្ឌមួយកើតឡើងគឺវាបានបញ្ចេញធាតុពុលសម្រាប់ឆ្មានិងមិនបានបញ្ចេញធាតុពុលសម្រាប់សត្វឆ្មាបើយើងមិនទាន់បានបើកប្រអប់តើអ្នកអាចសន្និដ្ឋានបានទេថាឆ្មានឹងស្លាប់ឬនៅរស់ប្រកបណាស់នៅពេលយើងបើកប្រអប់យើងអាចនឹងឃើញថាឆ្មាអាចនៅរស់ឬអាចស្លាប់គឺមានតែលក្ខខណ្ឌមួយប៉ុណ្ណោះដែលអាចកើតឡើងក្នុងចំណោមលក្ខខណ្ឌទាំងពីរប៉ុន្តែបើយើងក្រឡេកមកមើលរូបវិទ្យាកង់ទិចរបស់យើងវិញយើងអាចនិយាយបានថាឆ្មានៅរស់ផងហើយស្លាប់ផងក្នុងពេលតែមួយដរាបណាយើងចាប់ផ្ដើមអង្កេតឬមានប្រតិកម្មជាមួយវាទើបលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងពីរបានកើតឡើងហើយយើងក៏បានចងភ្ជាប់ជាមួយលក្ខខណ្ឌមួយក្នុងចំណោមនេះផងដែរយើងក៏ចោទជាសំណួរថាឧទាហរណ៍ថាយើងបើកប្រអប់ហើយឃើញឆ្មានៅរស់ចុះលក្ខខណ្ឌមួយទៀតដែលយើងឃើញឆ្មាស្លាប់វិញនោះតើយ៉ាងម៉េចវិញចម្លើយមួយដែលយើងអាចសន្និដ្ឋានបានគឺពហុចក្រវាឡយោងទៅតាមគំនិតនៃពហុចក្រវាឡនេះយើងមិនមែនជ្រើសរើសជម្រើសតែមួយនោះទេប៉ុន្តែយើងបានជ្រើសរើសគ្រប់ជម្រើសដែលមានជម្រើសនីមួយៗបានផ្ដល់ផលផ្សេងៗគ្នាដែលផលនីមួយៗបានបំបែកចេញជាចក្រវាឡផ្សេងៗទៅតាមលទ្ធផលរៀងៗខ្លួនដូច្នេះមានន័យថារាល់ព្រឹត្តិការណ៍កង់ទិចដែលមានលទ្ធភាពទទួលបានលទ្ធផលច្រើនចក្រវាឡក៏ចាប់ផ្ដើមបំបែកខ្លួននៅក្នុងចក្រវាឡមួយសត្វឆ្មាក្នុងប្រអប់នៅរស់នៅក្នុងចក្រវាឡមួយផ្សេងទៀតសត្វឆ្មាក្នុងប្រអប់បានស្លាប់ព្រឹត្តិការណ៍ទាំងពីរពិតជាបានកើតឡើងចក្រវាឡដែលបានបំបែកខ្លួននេះមិនអាចមានប្រតិកម្មជាមួយគ្នាបានទេហើយដូច្នេះទើបមានការវែកញែកអំពីពហុចក្រវាឡនេះកើតមានប្រសិនបើវាជាការពិតមែននោះអញ្ចឹងប្រកាសណាស់គឺអ្នកមានច្រើនរាប់មិនអស់ដែលស្ថិតក្នុងចក្រវាឡផ្សេងៗគ្នាហើយមានស្ថានភាពជីវិតខុសៗគ្នាប៉ុន្តែបើទោះបីជាយើងដឹងថាយើងមានច្រើនក្នុងចក្រវាឡផ្សេងៗគ្នាក៏ដោយក៏យើងមិនអាចដឹងអំពីគ្នាបាននោះទេហើយអ្នកនៅតែជាអ្នកហើយរូបអ្នកដែលនៅក្នុងចក្រវាឡផ្សេងនោះក៏មិនមែនជារូបអ្នកដែរវាគ្រាន់តែជាមនុស្សដែលមានរូបរាងដូចអ្នកប៉ុណ្ណោះនេះមិនមែនជាការស្រមើស្រមៃនៃសាច់រឿងប្រឌិតវិទ្យាសាស្ត្រនោះទេតែការបកស្រាយនេះគឺផ្អែកទៅតាមគណិតសាស្ត្រក្នុងរូបវិទ្យានៃមេកានិកកង់ទិចចម្លើយគឺយើងមិនមានភស្តុតាងនៃពហុចក្រវាឡនោះទេតែភាពចម្លែកនៃរូបវិទ្យាកង់ទិចនេះត្រូវបានអ្នកវិទ្យាសាស្ត្រធ្វើតេស្តរាប់មិនអស់យ៉ាងល្អិតល្អន់ប៉ុន្តែការបកស្រាយអំពីពហុចក្រវាឡនេះនៅតែជាប្រធានបទនៃការជជែកដេញដោលរបស់អ្នកប្រាជ្ញនិងអ្នកវិទ្យាសាស្ត្រហ
ហើយក៏មានការបកស្រាយផ្សេងៗពីនេះផងដែរដូចជាចក្រវាឡអាចជ្រើសរើសបានលក្ខខណ្ឌតែមួយប៉ុណ្ណោះមួយទៀតគឺអាចមានលក្ខខណ្ឌណាមួយដែលយើងរកមិនទាន់ឃើញដែលអាចបកស្រាយពីភាពចម្លែកនេះបើទោះបីជាយើងមិនមានភស្តុតាងនៃពហុចក្រវាឡក៏ដោយប៉ុន្តែការរកឃើញនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកវិទ្យាសាស្ត្រនិងមនុស្សទូទៅផងដែរវាបានធ្វើឲ្យយើងចោទជាសំណួរត្រូវរៀបពិចារណាថាតើអ្វីទៅជាការពិតតើអ្វីកើតឡើងទៅតាមព្រហ្មលិខិតកំណត់ឬជាអ្វីដែលយើងបានជ្រើសរើសហើយវាក៏ធ្វើឲ្យយើងបានដឹងថាចក្រវាឡរបស់យើងមួយនេះពោរពេញទៅដោយភាពចម្លែកនិងអាចកំបាំងចាក់ស្រេះតែពិបាកនឹងឲ្យយើងយល់បានដូច្នេះសរុបមកវិញតើពិតជាមានពហុចក្រវាឡមែនទេរូបវិទ្យាកំតិចមិនបានផ្ដល់ចម្លើយជាក់លាក់ដល់យើងនៅឡើយទេឬយើងអាចនិយាយថាយើងនៅមិនទាន់មានភស្តុតាងបញ្ជាក់នោះទេតែអ្វីដែលយើងបានដឹងគឺថាពិភពលោកនៃការពិតមិនមែនជារឿងងាយស្រួលយល់នោះទេពហុចក្រវាឡអាចជារឿងពិតឬអាចជារឿងមិនពិតហើយទោះបីជាពិតឬមិនពិតយ៉ាងណាគឺមានតែអ្នកទេជាអ្នកកំណត់ជោគវាសនារបស់ខ្លួន